ថ្ងៃនេះនាងខ្ញុំចង់មកចែករំលែកបងប្អូនពីវិធីធ្វើទឹកតាហ៊ូបងប្អូនហើយទឹកតាហ៊ូនេះដែរខ្ញុំធ្វើកោះគេបន្តិចដោយសារខ្ញុំធ្វើឆ្អិនណាខ្ញុំបានធ្វើឆាវទេពួកអីទឹកតាហ៊ូហ្នឹងដែលយើងទិញមកពីគេហ្នឹងខ្ញុំមិនដឹងថាគេប្រើជាតិរសារទុកមិនខ្លះចឹងណាអញ្ចឹងនាងខ្ញុំមកត្រូវធ្វើវាឆ្អិនកុំឲ្យវាឈឺពោះណាពួកអីសម្រាប់ពោះអ្នករៀងញ៉ាំអីក៏ឈឺញ៉ាំអីក៏ឈឺបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានព្រោះវីដេអូនេះនាងខ្ញុំធ្វើវាឆ្អិនចឹងបងប្អូនអាចសាកធ្វើតាមនាងខ្ញុំបានហើយសម្រាប់តាហ៊ូមួយកែវយើងប្រើទឹកដោះគោឆៅមួយកំប៉ុងទឹកដោះគោខាប់កន្លះកំប៉ុងបងប្អូនហើយជាដំបូងនេះដែរយើងចូលមកក្នុងវីដេអូរបស់យើងវិញនាងខ្ញុំចាក់ទឹកតាហ៊ូចោលហើយនាងខ្ញុំចាប់ដើមយកតាហ៊ូនឹងយកវាទៅកិនបន្ទាប់ពីនាងខ្ញុំកិនហើយនាងខ្ញុំចាប់ដើមបើកភ្លើងដាក់ខ្ទះឲ្យក្តៅហើយដាក់ប្រេងឆាចូលនាងខ្ញុំរំលីងខ្ទឹមនឹងឲ្យរៀងឈ្ងុយសព្វល្អហើយនាងខ្ញុំចាប់ដើមចាក់ទឹកតាហ៊ូដែលយើងបានកិនមិញណាបងប្អូនតាហ៊ូដែលយើងកិនហើយហ្នឹងយើងយកវាមកឆាជាមួយនឹងខ្ទឹមដែលយើងបានលីងវាហើយមិញហ្នឹងណាយើងឆាវាមើលតើរៀងឆ្អិនហើយយើងចាប់ផ្ដើមមកចាក់ទឹកដោះគោឆាចូលបងប្អូនហើយសម្រាប់ទឹកដោះគោឆៅនេះដែរនាងខ្ញុំប្រើវាតែមួយកំប៉ុងឯងបងប្អូនបន្ទាប់ពីនាងខ្ញុំចាក់ទឹកដោះគោឆៅមួយកំប៉ុងនឹងចូលហើយនាងខ្ញុំចាប់ផ្ដើមចាក់ទឹកដោះគោខាប់កន្លះកំប៉ុងបងប្អូនស្មានមើលកន្លះកំប៉ុងរបស់បងប្អូនណាបងប្អូននាងខ្ញុំចាក់វាកន្លះកំប៉ុងបន្ទាប់ពីនាងខ្ញុំចាក់ហើយនាងខ្ញុំឆាវាហើយរយៈពេលដែលខ្ញុំឆាហ្នឹងគឺខ្ញុំប្រើភ្លើងតិចបងប្អូនកុំប្រើភ្លើងវាខ្លាំងពេកយើងឆាវាឲ្យសព្វចូលសព្វល្អជាមួយគ្នាហ្នឹងហើយបន្ទាប់មកនាងខ្ញុំចាក់ទឹកក្រូចឆ្មាចូលព្រោះយើងត្រូវប្រើទឹកក្រូចឆ្មាហើយក៏បានដែរបងប្អូនដើម្បីវាឆ្អិនជាមួយគ្នាអញ្ចឹងណាហើយសម្រាប់ក្រូចឆ្មាដែលបងប្អូនប្រើបងប្អូនអាចប្រើវា3ផ្លែ4ផ្លែទៅតាមក្រូចឆ្មាបងប្អូនធំឬទូចមានទឹកច្រើនអត់ចឹងណាបងប្អូនយើងស្មានតាមហ្នឹងទៅហើយតែប៉ុណ្ណឹងរសជាតិស្រេចបងប្អូនអត់មានអីត្រូវប្រើគ្រឿងអំបិលស្ករប៊ីចេងអីទៀតទេបងប្អូនធ្វើទៅតាមនាងខ្ញុំហ្នឹងទៅឆ្ងាញ់ហើយបងប្អូនហើយយើងទុកវារៀងពុះល្មមទៅយើងបិទភ្លើងនេះឆ្អិនហើយដល់ពេលដែលយើងចង់ញ៉ាំយើងគ្រាន់តែថែមម្ទេសបន្តិចទៅហើយបាត់ដល់បងប្អូនបើសិនជាបងប្អូនចង់ហឹរណាបងប្អូន